Trách nghĩa từ ca xoay rộng nơi bạch cập hiệp ọc chạ trắng bên đồng bọn ông cô sẵn kràn chân năm bì bò mà phải bám krongประเทศบอสnhân nhâm sa tô sẵn kràn chân năm thay ការប្រកួតកីឡាអុកចត្រង្គពីរង្វាន់អង្គរសង្ក្រាន្តឆ្នាំ 2025 បានធ្វើឡើងក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីជើងឯកកុមារនិងជើងឯកនិស្សិតមហាវិទ្យាល័យត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2025 នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC ដើម្បីស្វែងរកបេក្ខភាពឆ្នាំឡើងទៅប្រកួតពាក់ផ្ដាច់ព្រាត់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី 14-16 ខែមេសា ឆ្នាំ 2025 ខាងមុខនេះពិធីបើកការប្រកួតនេះទទួលបានការកិត្តិយសអញ្ជើញចូលរួមពីឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC ឯកឧត្តមហេងសុគង្គរដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រនិងនវានុវត្តន៍និងជាប្រធានក្រុមកីឡាអុកចត្រង្គអង្គរសង្ក្រាន្តឯកឧត្តមគុជគឹមឡុងប្រធានសហគមន៍ចាក់គឺប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានិងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបផងដែរឯកឧត្តមគុជគឹមឡុងបានបញ្យល់ថាការប្រកួតកីឡាអុកចត្រង្គពីរង្វាន់អង្គរសង្ក្រាន្តឆ្នាំ 2025 ក្រោមប្រធានបទញញឹមសាទរសង្ក្រាន្តឆ្នាំថ្មីនេះត្រូវបែងចែកជា3ដំណាក់កាលដោយដំណាក់កាលទី1គឺជាការប្រកួតជ្រើសរើសជើងឯកតាមតំបន់ដោយយកបេក្ខភាពជ័យលាភី3នាក់ Top 3តាមតំបន់នីមួយៗហើយនៅពេលដែលរកឃើញបេក្ខភាព3នាក់តាមតំបន់ហើយយកបន្តការប្រកួតនៅដំណាក់កាលទី2ដោយត្រូវរកស្វែងរកនៅបេក្ខភាពឆ្នាំ8នាក់ចុងក្រោយ Top 8ដើម្បីយកទៅប្រកួតនៅវគ្គផ្ដាច់ព្រាត់ក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ 2025 នៅខេត្តសៀមរាបតែម្ដងនៅក្នុងឱកាសនោះដែរឯកឧត្តមវត្តចម្រើនបានមានប្រសាសន៍ថាក្នុងសម័យសន្តិភាពនេះបងប្អូនមានសំណាងល្អណាស់មានឱកាសអង្គុយលេងអុកឬក៏ធ្វើអ្វីៗតាមចិត្តចង់ដោយសេរីប្រទេសយើងមានសន្តិភាពមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យឯកឧត្តមរដ្ឋលេខាធិការបន្ថែមថាចំពោះការលេងអុកនេះគឺបានជួយឲ្យយើងមានការគិតបានលឿនលេងកាន់តែច្រើននិងក្លាយជាទម្លាប់ល្អនៅក្នុងការគិតឲ្យមានប្រយោជន៍សម្រាប់យើងនិងសម្រាប់សង្គមជាតិទៅថ្ងៃអនាគតព្រោះថាអុកគឺជាកីឡាអត្តសញ្ញាណជាតិគឺជាកីឡាមួយរស់នៅក្នុងព្រលឹងជនជាតិខ្មែររបស់យើងឯកឧត្តមហេងសុគង្គរដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រនិងនវានុវត្តន៍និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្ក្រាន្តបានគូបញ្ជាក់ថានៅឆ្នាំ 2025 នេះអ្វីដែលពិសេសសម្រាប់ប្រភេទកីឡាអុកចត្រង្គក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសសយកហើយឯកឧត្តមហ៊ុនម៉ាណីក៏ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងនោះបានជំរុញនិងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារកុមារីកុមារានិងសិស្សនិស្សិតនានាជាមួយគ្នានេះក៏ជំរុញលើកទឹកចិត្តទៅដល់កុមារាកុមារីចូលរួមលេងកីឡាអុកចត្រង្គដោយជៀសចេញឆ្ងាយពីគ្រឿងញៀនល្បែងអបាយមុខផ្សេងៗផងដែរតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របាននិយមលេងកីឡាអុកចត្រង្គនេះនឹងជួយបង្កើនបញ្ញាស្មារតីរបស់ពួកគេមានការអភិវឌ្ឍខ្ពស់រហូតដល់ជាងចាក់គឺ2ទៅ3ដងឯកឧត្តមហេងសុគង្គបានលើកឡើងបន្ថែមអនុញ្ញាតជម្រាបជូនថានៅក្នុងឆ្នាំនេះគឺអ្វីដែលពិសេសសម្រាប់កីឡាអុកចត្រង្គសម្រាប់ពានរង្វាន់អង្គរសង្ក្រាន្តឆ្នាំ 2025 របស់យើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហើយលោកក៏ជាប្រធានក្រុមការងាររៀបចំទៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ 2025 របស់យើងនេះគឺថាលោកជំរុញនិងលើកទឹកចិត្តឲ្យមានការចូលរួមនៅក្នុងការប្រកួតកីឡាអុកចត្រង្គរបស់យើងនេះពីកុមារាកុមារីបាទក៏ដូចជាពីសិស្សនិងនិស្សិតរបស់យើងហើយយើងឃើញថាកីឡាអុកចត្រង្គនេះគឺជាកីឡាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានតាំងពីបរមបុរាណរបស់យើងមកថាតាំងពីសម័យបកូនណាសូរ្យវរ្ម័នទី2រហូតដល់បកូនណាជ័យវរ្ម័នទី7គឺលោកលើកទឹកចិត្តនិងជំរុញឲ្យប្រជារាស្ត្រក៏ដូចជានិមឺនមន្ត្រីរបស់លោកមួយចំនួននោះបាទចូលរួមនៅក្នុងការលេងអុកចត្រង្គនេះហើយធ្វើឲ្យកីឡាអុកចត្រង្គនេះគឺថាមានការពេញនិយមមែនទែននៅក្នុងសម័យនោះដែលយើងឃើញមានការឆ្លាក់នៅក្នុងបាទប្រាសាទធំល្បីល្បាញរបស់យើងដូចជាប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទបាពួនប្រាសាទព្រះខ័នជាដើមហើយចឹងហើយបានជានៅក្នុងឱកាសនេះគឺថាជាគំនិតព្រួយបារម្ភរបស់ខ្ពង់ខ្ពស់របស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីគឺយើងមានការរៀបចំในការប្រកួតបន្ថែមសម្រាប់ជើងឯកកុមាររបស់យើងក៏ដូចជាសិស្សនិងនិស្សិតនៅតាមមហាវិទ្យាល័យក៏ដូចជាវិទ្យាស្ថានបាទដែលទាំងអស់នេះយើងឃើញថាជាការចូលរួមចំណែកមួយដ៏សំខាន់
នៅក្នុងការលើកកម្ពស់កីឡាអុកចត្រង្គរបស់យើងផងហើយជាមួយគ្នានេះដែរក៏ជំរុញឲ្យបដាកុមារាកុមារីរបស់យើងជៀសចេញឆ្ងាយពីគ្រឿងញៀនជៀសចេញឆ្ងាយអំពីល្បែងអបាយមុខផ្សេងបាទបងតូចបងធំហើយឲ្យចាប់ដើមនិយមលេងកីឡាអុកចត្រង្គនេះបាទតាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រនៃប្រទេសសិង្ហបុរីគឺថាសម្រាប់កុមារាកុមារីដែលនិយមលេងអុកចត្រង្គនេះគឺធ្វើឲ្យ IQ បាទ IQ របស់គាត់មានការវិវត្តខ្ពស់ហើយលឿនជាងកុមារធម្មតារហូតដល់2 ទៅ 3 ដងបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងឃើញថាកុមារាកុមារីរបស់យើងគឺថាមកពីបណ្ដាសាលាបឋមសិក្សានានាមានចំនួន11រូបគឺបានចូលរួមនៅក្នុងការប្រកួតនៅក្នុងឱកាសនេះហើយក៏ជាកុមារីខ្លះតាមការសាកសួរទៅគឺថាគាត់បានវឹកហាត់នៅក្នុងការលេងរហូតដល់6 ឆ្នាំជាងយើងឃើញថានេះគឺជាអ្វីមួយដែលយើងឃើញថាជាការលើកទឹកចិត្តល្អមែនទែនសម្រាប់កុមារាកុមារីរបស់យើងឲ្យចេះលេងនៅល្បែងដ៏ពេញនិយមបាទកីឡាអុកចត្រង្គដ៏ពេញនិយមនេះហើយជាការចូលរួមចំណែកមួយដ៏សំខាន់ជាកីឡាយុទ្ធសាស្ត្រសម្រាប់អនាគតរបស់យើងទៅថ្ងៃក្រោយផងដែរសម្រាប់បាទកុមារដែលជាទំពាំងស្នងវិស័យរបស់យើងសម្រាប់សិស្សនិស្សិតដែលជាទំពាំងស្នងវិស័យរបស់យើងបាទលេងអុកធ្វើឲ្យកូនខ្ញុំហ្នឹងមានគេហៅថាការគិតប្រសើរជាងមុនមានភាពដូចថាយល់ការដើរកីឡាអីចឹងហើយនឹងគេហៅថាស្គាល់ពីកូនអុកនីមួយហើយគាត់មាននិយាយថាពេលមួយដែលគាត់តនេគឺគាត់មកលេងអុកជាមួយបងប្រុសគាត់ហើយអញ្ចឹងគាត់ជៀសពីអាការលេងហ្គេមលេងអ្វីដែលមិនល្អជាមួយក្មេងចាខ្ញុំសប្បាយចិត្តនិយាយថាកម្មវិធីដែលគាត់បង្កើតហ្នឹងឲ្យកូនមានអារម្មណ៍ថាកូនបានលេងទៅបើកូនប្រកួតអីគឺល្អសម្រាប់កូនគេស្គាល់កូនច្រើនហើយកីឡាករអុកហ្នឹងគឺល្អខ្លាំងហ្មងសម្រាប់ប្រទេសជាតិរបស់យើងចាហើយក្មេងជំនាន់ក្រោយក៏គាត់មើលគំរូតាមដែលកូនយើងចាប់យកអាជីពកីឡាអុកនឹងដែរ